បងប្អូននេះគឺជាក្តីសុខរបស់កូនចៅមេខ្ញុំបងប្អូនមួយថ្ងៃនេះញ៉ាំសក្ធាយជុំយើកធាយទួងស៊ុបហៅគ្រប់ម៉ូតគ្រប់ម៉ាក់តែម្ដងបងប្អូនហើយមិនមែនតែមកតុកទេបងប្អូនទៅមើលខាងក្នុងទាំងអស់គ្នាហើយយើងមិនអ៊ូតរឿងញ៉ាំទេដោយសារតែថ្ងៃហ្នឹងមេមកពីបកុលសោធ្វើផ្ទះជូនបងប្រុសជាអតីតវីរៈកងទ័ពបងប្អូនបាទផ្ទះតម្លៃ$15,000បងប្អូននេះឥឡូវ10000ជុំគ្នាឆ្ងាញ់មកឆ្ងាញ់ណាស់ចាជាតិមកទឹកចិត្តមេចាស់ប្រែតែអត់ហូបស្រាមកណាអត់ប៉ះពាល់គ្រឿងស្វឹងទេបងអុយហនក្តីសុខអត់ក្តីសុខជាតិមកនេះចាញ់ម្ដងអម3ហ្នឹងអម3ឆ្នាំអម3ឆ្នាំជួយបើមិនជាតិមកជាតិទេស៊ុបចូល5ឆ្នាំទៅបាទឃើញមេស្វីតចឹងមានអារម្មណ៍មិនទេមានអារម្មណ៍អីយើងសប្បាយចិត្តទៅកូនចៅមេនៅក្រៅយើងមុននឹងបានជុំសងពិបាកចិត្តច្រើនណាអញ្ចឹងឥឡូវនេះអត់មានអារម្មណ៍មិនទេគឺមានតែអារម្មណ៍មើលសប្បាយចិត្តបាទនឹងសប្បាយចិត្តឥឡូវមេដល់មេបាទមេឥឡូវសប្បាយចិត្តហើយមេពីមុនគឺពិបាកចិត្តខ្លាំងណាស់អត់និយាយអីហ្មងឲ្យតែខូចចិត្តយើងដឹងមេយើងហើយមែនទេយើងមិននិយាយណាមិនតែឥឡូវមេតាំងពីបានជួប BA បេះដូងតាមមាត់មកតិចអត់មានសំខាន់ឥឡូវកូនចៅកាន់កូនចៅមានស្រីមានអីខឹងហ្មងអត់ទេខឹងព្រោះមេគាត់មនុស្សស្មោះតាំងពីដើមហើយមេឲ្យយកគំរូតាមមេនេះមេខ្ញុំស៊ូមួយមែនពេលដែលកូនចៅមានស្រីមានអីមានឯងខឹងមែនពេលដែលកូនចៅមានប្រពន្ធហើយមានស្រីមានឯងខឹងមែនឥឡូវឆេះឆៅហ្មងនេះបងគេអត់ចង់ឲ្យមនុស្សដែលបងស្រឡាញ់មើលឃើញកូនចៅគាត់អាក្រក់ទេអូអញ្ចឹងហីតែគាត់ឃើញអាក្រក់គាត់ថាបងដែរបានមិនបាទមិនគឺម្ដងហើយនេះអរគុណច្រើនអរគុណខ្ញុំនឹងកែខ្លួនអត់និយាយមកទៀតអ៊ីហនមួយទៀតបរិឆាននេះមួយទៀតណាយើងកែខ្លួនទៅវិញ្ញាណនេះមកអ៊ីហនកែខ្លួនទេនៅបរិឆានកែនៅកែដល់ទាន់បានសង្ឃឹមតិចទៀតកែនេះខ្ញុំកាលនេះពីរនាក់បងធัวខ្ញុំនេះបងមកហើយទៅលេងមុខអើយលេងមុខអត់សោះនេះខោច្រើនដល់ហើយឯងដល់គោពីឆ្នាំនេះចង់លេងចង់ស៊ុបអេឡើយចង់ថាឯងលេងខូចនេះស្រីនៅបងអើយឲ្យមេមានកដោឲ្យទៀតលេងហ៊ានឡើយអូខំធ្វើការបងនេះគ្រូខៅទៅក្រៅអីគឺលេងទៅថាគេអញ្ចឹងបងប្អូនមកនេះសាកធាទៅអីចឹងបងអើយជុំគ្រៀងបងមកពីផ្ទះបងប្រុសជាអ៊ំជាអតីតវីរៈកងទ័ពមេធ្វើផ្ទះជូនគាត់តម្លៃ10000ជាងបងណាហើយនៅថ្ងៃនោះឧបត្ថម្ភលុយផងឲ្យកំណត់សម្រាប់លក់ផងអញ្ចឹងបងអាចទៅមើលពីខ្នោធំបានអត់បងជួយធ្វើវីដេអូឲ្យបងប្អូនមើលបាទឥឡូវបងដើរទៅបងប្អូនបាទទីតាំងគាត់គឺមានលក់ម្ហូបគ្រប់មុខគ្រប់ម៉ាកតែម្ដងសម្រាប់បងប្អូនជិះកាត់ពីសៀមរាបទៅភ្នំពេញអីចឹងបងប្អូនអាចចូលហូបកន្លែងគាត់បានព្រោះថ្ងៃហ្នឹងខ្ញុំជិះដើររំវែងហ្មងពីកំពង់ធំមកអត់មានអីហូបបាទខ្លាឈ្មោះចិនខ្មៅនេះចិនខ្មៅបងបាទបាទឥឡូវនេះទីតាំងមកពីនោះមកពីទីរួមខេត្តបងបាទចម្ងាយប្រហែលជាខ្ទង់100ម៉ែត្រថា200ម៉ែត្រយ៉ាងឆ្ងាយបាទនេះបងនៅជាប់អីគេនេះនៅជាប់បាទនៅជាប់ផ្លូវជាតិលេខ6អូននេះជាប់អីគេផ្ទះគេនៅកន្លះឡានហាក់ប៊ុនលីបងប្អូនបាទអញ្ចឹងបងប្អូនអាចមកជួយទិញគាត់បានបងប្អូនអរគ្នានិយាយរួមទៅនេះមើលនេះគោលពីមុខបងប្អូនគឺហាងគាត់ឡានចូលច្រើនដោយសារកន្លែងគាត់រសជាតិឆ្ងាញ់ដិតល្អសំខាន់គឺបុគ្គលិកគាត់គឺរស់រាយរាក់ទាក់បងប្អូននិយាយរួមទៅបងប្អូនអាចជួយទិញគាត់បាន